វជនម្នាក់បានដាក់ពាក្យសុំការងារជាកម្មករនៅក្នុងកសិដ្ឋានមួយនៅពេលម្ចាស់កសិដ្ឋានសួរថាអ្វីដែលធ្វើឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកធ្វើការងារក្នុងកសិដ្ឋានយុវជននោះបានឆ្លើយថាខ្ញុំអាចគេងលក់ស្រួលក្នុងពេលមានព្យុះភ្លៀងកសិករមានការងឿងឆ្ងល់ក្នុងចិត្តចម្លើយស្អីបែបនេះប៉ុន្តែគាត់ចូលចិត្តទំនុកចិត្តរបស់យុវជននោះដូច្នេះគាត់បានជួលគាត់មកធ្វើការនៅក្នុងកសិដ្ឋានធ្វើការបានយ៉ាងច្រើនសប្តាហ៍កន្លងផុតទៅនៅយប់មួយព្យុះដ៏ខ្លាំងក្លាមួយបានបោកបក់នៅលើកសិដ្ឋានរបស់គាត់ខ្យល់បក់ខ្លាំងផ្គរលាន់បានរង្គើផ្ទះម្ចាស់កសិដ្ឋាននិងប្រពន្ធរបស់គាត់បានងើបចេញពីគ្រែពួកគេប្រញាប់ប្រញាល់ទៅរកកម្មករថ្មីរបស់ពួកគាត់ប៉ុន្តែយុវជននោះកំពុងដេកលក់យ៉ាងស្រួលស្កប់ស្កល់គ្មានការភ័យស្លន់ស្លោទេគ្មានព្រួយបារម្ភអ្វីសោះទោះផ្គរលាន់រង្គើផ្ទះក៏ដោយម្ចាស់កសិដ្ឋានគិតថាតើអាអូននេះអាចគេងលក់ស្រួលយ៉ាងដូចម្តេចនៅពេលបែបនេះដូច្នេះគាត់និងប្រពន្ធរបស់គាត់បានទៅពិនិត្យមើលអ្វីៗនៅក្នុងកសិដ្ឋានដោយខ្លួនឯងពួកគាត់ទាំងពីរមានការភ្ញាក់ផ្អើលណាស់វានីមួយៗត្រូវបានចាក់សោយ៉ាងតឹងរឹងរួចហើយគំនរអស់ត្រូវបានដាក់រួចរាល់នៅក្បែរចង្ក្រានភ្លើងមិនត្រូវទឹកភ្លៀងឧបករណ៍ប្រើប្រាស់ក្នុងកសិដ្ឋាននានាត្រូវបានរក្សាទុកដោយសុវត្ថិភាពបោមស្រូវសាលីត្រូវបានគ្របនឹងការពារពីភ្លៀងត្រាក់ទ័រស្ថិតនៅក្នុងយានដ្ឋានចម្រុកស្រូវមានសុវត្ថិភាពមិនត្រូវទឹកភ្លៀងសត្វនានានៅក្នុងទ្រុងគេងយ៉ាងស្ងប់ស្ងាត់និងដាក់ចំណីបានយ៉ាងគ្រប់គ្រាន់អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះនៅពេលនោះកសិករដែលទីបំផុតបានយកពីចម្លើយចម្លែករបស់យុវជននោះនៅពេលសម្ភាសខ្ញុំអាចគេងលក់ស្រួលក្នុងពេលព្យុះភ្លៀងមិនមានន័យថាគាត់ខ្ជិលច្រអូសនោះទេវាមានន័យថាគាត់បានធ្វើការងាររបស់គាត់ឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃមុនពេលមានបញ្ហាមកដល់មេរៀននៅក្នុងរឿងនេះគឺថាធ្វើការងារអ្នកឲ្យហើយត្រៀមខ្លួនឲ្យរួចជាស្រេចជានិច្ចព្រោះនៅពេលដែលមានបញ្ហាកើតឡើងអ្នកនឹងមិនភ័យស្លន់ស្លោឡើយ